សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ចាស់ប្រាជ្ញពួកយើងបានជួបគ្នាម្ដងទៀតហើយនៅក្នុងអេពីសូតទី13ថ្ងៃដែរខ្ញុំសូមលើកយករឿងមួយមកចែករំលែកដល់បងប្អូនទាំងអស់គ្នារឿងនេះគឺតាក់ទងទៅនឹងព្រលឹងមនុស្សយើងក្រោយពីការស្លាប់ឬក៏ភ្លឹកតើពួកគាត់នឹងទៅទីឋានណាដោយសារតែរឿងនេះខ្ញុំបាននៅក្នុងព្រឹត្តិការណ៍នឹងផ្ទាល់ដែរចឹងខ្ញុំសូមមិនបញ្ចេញទីតាំងនិងឈ្មោះរបស់ពួកគាត់ទេតោះយើងចូលទៅកាន់សាច់រឿងនឹងទាំងអស់គ្នាតាក់ទងនឹងសាច់រឿងមួយនេះដែរគឺវាអាចវាកើតឡើងកំឡុងបែរជាឆ្នាំបើតាមចាំខ្ញុំគិតថាដូចជា2010ស្ដើង2010ស្ដើងហើយគាត់ត្រូវជាពូរបស់ខ្ញុំដែរតែខ្ញុំអត់លើកឈ្មោះគាត់មកនិយាយទេហើយគាត់គឺបានធ្វើផ្ទះចឹងហើយបងប្អូនដឹងហើយទីតាំងនៅតាមស្រុកខ្សែគឺធ្វើផ្ទះពួកគាត់ច្រើនតែរស់ផ្ទះចាស់ហ្នឹងទៅដើម្បីយកអាគំនូអីដូចថាឈើសេះសល់អីគាត់អាចនឹងសាងសង់ផ្ទះតូចល្មមសម្រាប់តែយើងស្នាក់នៅបដោះអាសន្នសិនណាព្រោះតែគាត់សាងសង់ផ្ទះថ្មីព្រោះយើងវាត្រូវការពេលវេលាចឹងអត់មានកន្លែងនៅគាត់ក៏បានសាងសង់យកអាឈើដែលគាត់រុះផ្ទះចាស់ហ្នឹងយកទៅសាងសង់ផ្ទះតូចមួយល្មមនៅផ្នែកខាងក្រោយហើយកំឡុងពេលហ្នឹងខ្ញុំគឺបានលេងនៅផ្ទះរបស់យាយខ្ញុំដែរនៅចិត្តផ្ទះរបស់គាត់ហ្នឹងតែពួកគាត់គឺនៅខាងក្រោយមានន័យថាពូហើយនឹងមីងគាត់ស្នាក់នៅអាផ្ទះដែលគាត់សាងសង់សម្រាប់នៅពេលដែលឲ្យជាងធ្វើផ្ទះរបស់គាត់ហ្នឹងអញ្ចឹងកំឡុងពេលហ្នឹងខ្ញុំបានលេងនៅក្រោមផ្ទះរបស់យាយរបស់ខ្ញុំក៏ឮសលេងយំដូចថាគាត់ស្រែកថាបាត់ផ្ទះគាត់ទៅណាបាត់ផ្ទះកូនគាត់ទៅណាហើយសលេងស្រែកដូចថាយើងនៅក្មេងចឹងអត់ដឹងថាវាមានបញ្ហាអីដំបូងយើងគិតថាគាត់ឆ្លោះប្រកែកគ្នាចឹងទៅក៏ដើរទៅមើលតែពេលដែលដើរទៅមើលហ្នឹងគាត់ពូគាត់លែងនឹងខ្លួនហើយគាត់ដូចជាអសកម្មភាពហ្នឹងគឺត្រូវបានដូចឪរបស់គាត់ថាឪរបស់គាត់បានស្លាប់ហ្នឹងគាត់ចូលទៅខ្លួនរបស់លោកពូអញ្ចឹងគាត់បានបដូរពីលោកពូទៅជាឪរបស់គាត់បានស្រែកថាផ្ទះកូនគាត់បាត់ទៅណាហេតុអីបានមកនៅអាផ្ទះតូចនៅខាងក្រោយហ្នឹងអញ្ចឹងគាត់វាយជាងវាយខែតតែមើលទៅអត់សូវស្រួលហ៎ក៏ពីគាត់មកប្រាប់យាយប្រាប់អីថាឲ្យជួយមើលផងហើយក៏បានយកគាត់មកនៅអាផ្ទះធំខាងមុខវិញមកនៅផ្ទះយាយវិញអញ្ចឹងគាត់នៅតែស្រែកថាផ្ទះកូនគាត់បាត់ទៅណាហើយយកទៅណាអញ្ចឹងក៏តែយើងដឹងថាតាមពិតលោកពូគាត់ត្រូវបានខ្មោចឪពុករបស់គាត់ចូលអញ្ចឹងក៏បានសួរនាំគាត់ថាមិនក៏គាត់មកអញ្ចឹងហើយតាគាត់បាននិយាយថាគាត់បានមកលេងផ្ទះអានេះខ្ញុំអត់ច្បាស់ថាតើវិញ្ញាណយើងនៅពេលដែលស្លាប់ទៅគាត់ទៅទីឋានណាទេអញ្ចឹងគាត់អាចមកលេងផ្ទះកូនចៅរបស់គាត់តែកំឡុងពេលដែលគាត់មកហ្នឹងចំពេលដែលកូនចៅរបស់គាត់ហ្នឹងគាត់រុះផ្ទះធំហ្នឹងអាផ្ទះធំដែលយើងត្រូវធ្វើហ្នឹងទៅនៅប្រភេទអាផ្ទះតូចល្មមនៅខាងក្រោយតែអ៊ីគាត់បានបញ្ជាក់កន្លែងហ្នឹងដែរនៅពេលដែលគាត់បានរុះហ្នឹងគាត់បានអុជធូបអីប្រាប់ទៅលោកតាទេអញ្ចឹងបានជាលោកតាប្រហែលជាគាត់អាចនឹងអត់ជ្រាបរឿងហ្នឹងដល់ទៅពេលគាត់ចំថ្ងៃដែលគាត់មកលេងទៅគឺបាត់គាត់បាត់អាផ្ទះហ្នឹងទៅគាត់កើតជារឿងដែលគាត់ខឹងរឿងអីហ្នឹងណាដំបូងគាត់ដឹងហើយទៅពេលដែលកូនប្រាប់ចឹងទៅគាត់ខឹងមកតង់ទៀតថានៅពេលដែលហូបផ្ទះហូបអីទៅអត់បានដល់ដំណឹងដល់គាត់ដូចថាយើងត្រូវផ្ទះហូបមួយយើងត្រូវអុជធូបប្រាប់ទៅជំនាញផ្ទះឬក៏អ្នកថែរក្សាកងម៉ាយាយតាអីទៅតាមជំនឿរៀងខ្លួនហ្នឹងទៅអញ្ចឹងកំឡុងពេលដែលលោកតាចូលគាត់ប្រៃរ៉ាប់គាត់វាយខែគាត់អីចឹងទៅតែគាត់បានឲ្យអ៊ីឲ្យប្រពន្ធរបស់គាត់ហ្នឹងឲ្យប្រពន្ធពូស្រុកវិញខ្ញុំនិយាយជពិលតិចហ្នឹងមានន័យថាលោកតាគាត់ឲ្យប្រពន្ធរបស់លោកពូទៅហៅប្រពន្ធគាត់មកនិយាយមកគាត់តិចតាក់ទងនឹងរឿងបើជាគាត់ខឹងកូនចៅថាហូបផ្ទះទាំងមូលអត់ប្រាប់គាត់ចឹងទៅអញ្ចឹងដោយសារតែផ្ទះប្រពន្ធគាត់នៅឆ្ងាយដែរអញ្ចឹងអ៊ីគាត់ទៅបើជាមកចូលមកស្ទុះដែរតែកន្លែងហ្នឹងខ្ញុំអត់សូវចាំដែរព្រោះពេលដែលជិះទៅហ្នឹងលោកតាគាត់ខ្ញុំដឹងថាលោកតាគាត់គួយឡើងត្រង់ខ្នងគួយឡើងត្រង់ខ្នងហើយយាយរបស់ខ្ញុំគាត់ទៅយកធូបលោកតាទៅយកធូបឡើងមកបាច់ស្រុកទៅអាមកដុំយើងហ្មងអាប្រភេទយើងអុជធូបអីហ្នឹងត្រូវការមកដុំគាត់យកមកដុំហ្នឹងមកដល់អុជភ្លើងតោងនៅមុខហ្នឹងអញ្ចឹងខ្ញុំសង្កេតឃើញកាយវិការរបស់គាត់គឺគាត់ធ្វើដូចជាមនុស្សចាស់វិញណាមិនមែនជាពូអញ្ចឹងនៅគាត់គួយឡើងត្រង់ខ្នងអញ្ចឹងនៅតែទឹកមុខគាត់ខឹងដឹងថាទឹកមុខខឹងទៅងំដល់ប្រពន្ធរបស់គាត់មកអញ្ចឹងនៅពេលដែលប្រពន្ធគាត់មកគាត់និយាយ
ធម្មតាចាប់បានតម្លាក់លែងសើខឹងហើយប្រពន្ធគាត់សួរនាំថាអីលើនៅណាណីចង់មានន័យថាពេលដែលគាត់ស្លាប់ហ្នឹងតើគាត់ក្រោយពីការស្លាប់របស់គាត់ហ្នឹងគាត់ទៅធ្វើអីឬក៏ទៅទីឋានណាអីចឹងទៅអញ្ចឹងខ្ញុំសង្កេតឃើញកន្លែងនេះដែរបើសិនជាបងប្អូនដែលធ្លាប់ជួបធ្លាប់ដឹងអាហ្នឹងបងប្អូនអាច comment នៅក្នុងវីដេអូនេះបានតែតើតើនឹងលោកតាដោយសារខ្ញុំជួបគាត់ខ្ញុំជួបនៅក្នុងព្រឹត្តិការណ៍ហ្នឹងអញ្ចឹងខ្ញុំសូមលើករឿងលោកតាដែលគាត់បានប្រាប់ខ្ញុំផ្ទាល់អញ្ចឹងគាត់ប្រាប់ជុំគ្នានៅហ្នឹងអញ្ចឹងតែខ្ញុំយកជាស្រីរបស់គាត់យកមកចែកម្លែកមកកាន់បងប្អូនគាត់បានបញ្ជាក់ថាក្រោយពីគាត់ស្លាប់នេះគឺគាត់ទៅឋានមួយផ្សេងតែគាត់នៅរៀនណាគាត់ថាទៅពេលដែលស្លាប់ទៅរៀនគាត់បញ្ជាក់ថាគាត់ឥឡូវនៅរៀនពេលហ្នឹងដូចជាតាមចាំបានគាត់ថារៀនថ្នាក់ទី1ឬក៏ថ្នាក់ទី6ខ្ញុំចាំកន្លែងណាច្បាស់ដែរដឹងតែនៅរៀនអញ្ចឹងហើយខ្ញុំគិតថាពេលដែលយើងមនុស្សយើងស្លាប់ទៅអាចនឹងទៅទីឋានមួយប្រើជីវិតដូចនឹងឋានយើងដែរក៏អាចថាបានដែរអាហ្នឹងបើតាមបទពិសោធន៍ជាក់ស្ដែងនេះខ្ញុំបានឮគាត់និយាយអញ្ចឹងមានន័យគាត់ថាគាត់ប្រើជីវិតរស់នៅធម្មតាមានការរៀនសូត្រពីថ្នាក់ទី1ទី2អញ្ចឹងវាអាចនឹងយើងត្រូវតែធ្វើបុណ្យកន្តិសលដល់ពួកគាត់ជានិច្ចពួកយើងអត់ដឹងថាតើគាត់បានទៅចាប់ជាតិថ្មីឬក៏អីទេតែបើតាមលោកតាបញ្ជាក់គាត់ថាគាត់នៅរៀនហើយប្រើជីវិតដូចមនុស្សទូទៅអញ្ចឹងទៅតែខ្ញុំភ្លេចបញ្ជាក់មួយទៀតកំឡុងពេលដែលគាត់ទៅហៅប្រពន្ធរបស់គាត់ហ្នឹងគាត់មិនមែនទៅហៅតែប្រពន្ធរបស់លោកតាមកទេគឺមានសាច់ញាតិរបស់លោកតាផងដែរមានចៅខាងលោកពូមានបងប្អូនគាត់មានចៅគាត់មកច្រើនណាស់ហើយខ្ញុំនៅក្មេងៗក៏ខ្ញុំរៀងសពិចសពិលកន្លែងហ្នឹងដែរខ្ញុំថាដូចទៅស្រួលដែរកន្លែងហ្នឹងបងយើងថាយើងក្មេងយើងអត់សូវជឿតែមានចំណុចមួយដែលខ្ញុំជឿគាត់ហ្មងគាត់បានយកធូបហ្នឹងយកធូបដែលគាត់ស្ដាប់ហ្នឹងគាត់យកមកកាន់នៅផ្នែកខាងមុខរបស់គាត់ផ្នែកបុកគុកគាត់ហើយកំឡុងពេលដែលគាត់នឹងអង្គុយរៀបរាប់ពីថាយើងគាត់ទៅរៀនឥឡូវនៅរៀននៅប្រើជីវិតធម្មតាអត់បានទៅណាទៅណីទេអញ្ចឹងមានអ៊ំម្នាក់ទៀតត្រូវជាសាច់ញាតិរបស់ពូដែរគាត់បានឆ្លៀតសួរដែរអញ្ចឹងតើតើនឹងវិញ្ញាណដែលស្លាប់គាត់អាចនឹងដឹងរឿងហៅមុនដែរព្រោះខ្ញុំឃើញសាច់រឿងដែលគាត់និយាយមួយឥឡូវវាខ្លាចទៅជាការពិតដែរអ៊ំម្នាក់ហ្នឹងសួរថាណែអើយលោកតាគាត់ហៅឪគាត់ហៅខ្ញុំច្រឡំលោកតាគាត់ហៅឪហើយជួយមើលចៅនេះមើលវាថាវាចង់ប្រឡងចូលទៅហ៊ានណាចូលបលិសហ៊ានតែផ្នែករបស់វាចង់ប្រឡងហ្នឹងគឺផ្នែកខាងបើកយន្តហោះតើវាអាចសំបកបានអត់ឬក៏អាការប្រឡងនោះវាមើលទៅវាអាចទៅរួចអីអត់ហ្នឹងណាអញ្ចឹងគាត់បានប្រាប់ថាកូនអត់អីទេថ្ងៃក្រោយបានទៅជាអ្នកបើកយន្តហោះហ្នឹងហើយបានទៅក្រៅទៀតអញ្ចឹងអាស្រ័យរឿងហ្នឹងខ្ញុំគិតថាវិញ្ញាណដែលពេលដែលគាត់ស្លាប់គាត់អាចមើលឃើញពីអនាគតរបស់គេដែរព្រោះពាក្យដែលគាត់និយាយហ្នឹងឥឡូវឃើញខ្លាចជាការពិតដែរខ្ញុំឃើញបងប្រុសហ្នឹងគាត់បានប្រឡងមែនគាត់បានជាប់ជាដូចជាគាត់នឹងបលិសឬក៏តាហ៊ានផ្នែកអាកាសឥឡូវដូចជាគាត់បានដូចជាបានបើកអាភេទយន្តហោះដែរតែគាត់បើកនៅក្រៅប្រទេសដូចជានៅចិនអញ្ចឹងខ្ញុំសង្កេតឃើញកន្លែងហ្នឹងថាដូចជាវិញ្ញាណគឺអាចដឹងរឿងមុនអញ្ចឹងឃើញគាត់កន្លែងហ្នឹងដល់ពេលដែលអ៊ំគាត់សួរទៅគាត់និយាយមកត្រូវហើយនឹងមកចំណុចទៀតដូចជាពេលដែលគាត់រៀបនឹងចេញណាអញ្ចឹងខ្ញុំជឿពីចំណុចចំណុចទី2ចំណុចទី1ហ្នឹងខ្ញុំជឿទៅវាជឿមករយៈនេះពេលដែលខ្ញុំឃើញបងប្រុសហ្នឹងគាត់បានទៅខ្លាចជាអ្នកបើកយន្តហោះឲ្យដែរអាហ្នឹងខ្ញុំចាំពាក្យលោកតាគាត់និយាយដែរចំណុចហ្នឹងអញ្ចឹងខ្ញុំគិតថាវិញ្ញាណគឺអាចដឹងមុនហើយនឹងចំណុចទី1ទៀតពេលដែលគាត់ចិត្តរៀបនឹងចេញគាត់ថាអាចដោយសារដូចថាកូនចៅរៀបរាប់ថាដោយសារតែបញ្ញាពេកពេលដែលហួរផ្ទះខាងមុខហ្នឹងអត់បានជម្រាបប្រាប់គាត់ពីដំណើរតាមតងដូចថាគាត់ចាប់ដើមគាត់និយាយសួរគ្នាថាយើងហួរផ្ទះធ្វើផ្ទះថ្មីអត់បានរៀបរាប់អីច្រើនទេក៏ហួរធ្វើប្រាចឹងទៅអញ្ចឹងមកចំពេលដែលលោកតាគាត់មកលេងកូនចៅខ្ញុំអត់ច្បាស់ណាឬក៏ពេលដែលមានថ្ងៃសិលឬក៏បន់ទៀនអីវិញ្ញាណដូនតាគាត់អាចមកលេងមកកាន់ទីឋានរបស់កូនចៅគាត់ក៏យើងថាមិនដឹងតើកូនវិញ្ញាណយើងមើលឃើញតែ
សាច់រឿងហ្នឹងគឺគាត់ថាគាត់មកលេងកូនចៅពេលមកលេងកូនចៅបាត់អាផ្ទះហ្នឹងទៅពេលដែលគាត់និយាយរឿងហើយក៏រៀងស្ងប់ចិត្តថាដូចកូនចៅបញ្យល់ទៅគាត់រៀងស្ងប់ចិត្តវិញគាត់បានគាត់ថាគាត់ទៅវិញហើយបងប្អូននឹងថាគាត់ធ្វើមិនអត់គាត់យកអាដុំធូបដែលយើងបានខ្ញុំបាននិយាយបញ្ជាក់ពីខាងដើមថាយើងគាត់អុចឲ្យយាយឲ្យខ្ញុំអុចឲ្យគាត់បានយកមកដល់សូកចូលមាត់របស់គាត់មកសូកចូលមាត់ទៅមកដុំហ្នឹងហ្មងហើយមានសុបទៅភ្លើងធូបអីនៅទាំងអស់អញ្ចឹងគាត់បានយកមកដល់ញាត់ចូលអាមាត់របស់គាត់ហ្នឹងខំផ្ដាច់អាធើមកកណាត់ភ្លើងហ្នឹងខ្ញុំឃើញគាត់ទៅពីហើយហាមាត់ហ្នឹងខ្ញុំសុបទៅខ្ញុំនៅឈោមើលហ្នឹងមកភ្លើងអាធូបហ្នឹងគឺនៅក្នុងមាត់ហ្មងហើយគាត់ព្រោះមកលើកូនចៅរបស់គាត់អញ្ចឹងទៅហើយគាត់ថាគាត់ទៅវិញហើយគាត់ថាគាត់ទៅវិញហ្នឹងលោកពូគាត់ដួលផ្ងាក្រោយដូចអង្គុយគាត់ថាទៅវិញព្រោះអាភ្លើងហ្នឹងមកលើកូនចៅរបស់គាត់ហើយផ្ងាមកក្រោយយកទៅហ្មងអញ្ចឹងលោកពូកន្លែងហ្នឹងគាត់ស្លប់អត់ដឹងអីដែរគាត់ក្រោកមកដឹងថាគាត់នៅខាងមុខគាត់តែសាច់រឿងអីគាត់អត់ដឹងអីទាំងអស់អញ្ចឹងដល់បាយីគាត់ប្រាប់តាមក្រោយអញ្ចឹងទៅអញ្ចឹងតើតោងនឹងសាច់រឿងនេះបងប្អូនគិតមិនដែរសម្រាប់ខ្ញុំគិតថាព្រលឹងមនុស្សយើងនៅពេលដែលស្លាប់ទៅអាចទៅទីឋានមួយដែលមានការរស់នៅប្រហាក់ប្រហែលនឹងពួកយើងដែរតែយើងអត់ច្បាស់ដែរព្រោះពេលនោះបានបញ្ជាក់គាត់ថាតើគាត់រៀននឹងក្រោយពីរៀនគាត់ទៅណាឬក៏ត្រូវធ្វើការប្រកបមុខរបរអីយើងអត់បានបញ្ជាក់គាត់កន្លែងហ្នឹងដែរតែខ្ញុំអាចស្មានខ្ញុំគិតថាខ្ញុំស្មានតិចស្មានថាព្រលឹងក្រោយពីការស្លាប់ទៅប្រហែលជាអាចនឹងប្រើទីឋានមួយស្តៀងនឹងពួកយើងដែរមានការរៀនសូត្រឬក៏ស្នាក់នៅអាស្រ័យនៅពេលដែលយើងធ្វើបុណ្យកុសលទៅគាត់អាចនឹងទទួលបានបុណ្យកុសលហ្នឹងហើយក៏ប្រកបប្រើជីវិតរបស់គាត់នៅទីឋាននោះក៏ប្រសើរទៅតាមបុណ្យដែលយើងបានធ្វើយ៉ាងទៅអញ្ចឹងពួកយើងទាំងអស់គ្នាគួរតែថែដូចថាយើងធ្វើបុណ្យទិកសលដល់ដូនតាដែលលោកបានចែកឋានទៅហ្នឹងព្រោះយើងអត់ដឹងថាគាត់នៅទីនោះវាគាត់លំបាកឬក៏ស្រួលទេហើយបើសិនជាបងប្អូនដែលឃើញដូចថាពេលដែលឃើញថាមានវិញ្ញាណចូលខ្លួនហើយរាយរាប់រឿងតាក់ទងនឹងស្តៀងដែលរឿងដែលខ្ញុំចែកម្លែកនេះបងប្អូនអាច comment នៅខាងក្រោមបានព្រោះនេះគឺជារឿងដែលខ្ញុំបានជួបផ្ទាល់ហើយបើបងប្អូនមានរឿងសាច់រឿងស្តៀងហ្នឹងអីអាចជួយប្រាប់ខ្ញុំផងហើយសាច់រឿងសម្រាប់អេពីសូតទី13នេះខ្ញុំគិតថាវាអាចនឹងមានទម្រង់ខុសគ្នាទៅតាមសាច់រឿងដែលបងប្អូនបានជួបដូចយើងបានបញ្ជាក់អញ្ចឹងសាច់រឿងយើងអត់ច្បាស់សិតតែយើងអត់ច្បាស់ដូចគ្នាថាព្រលឹងក្រោយពីការស្លាប់ទៅគាត់ទៅទីណាហើយមានករណីច្រើនដូចតែយើងបានស្ដាប់នៅ channel ផ្សេងទៀតក៏គេបានធ្លាប់បាននិយាយដែរតាក់ទងនឹងការស្លាប់ឬក៏ផ្លឹកអីចឹងទៅមានសាច់រឿងខ្លះគាត់ដូចថាគាត់ផ្លឹកគាត់អត់ស្លាប់ទេគាត់ផ្លឹបផ្លឹកមកផ្លឹបរបស់គាត់ហ្នឹងគឺ 3-4 ថ្ងៃចឹងទៅអញ្ចឹងសាច់របស់គាត់វានៅតែក្តៅទុនអត់តន់រឹងអញ្ចឹងហើយកូនចៅក៏មិនតន់ហ៊ានបូជាឬអីដែរអានោះមកតាមខ្ញុំស្ដាប់រឿងសាច់រឿងច្រើននៅក្នុង channel ច្រើនខ្ញុំក៏បានស្ដាប់ដែរអញ្ចឹងគេច្រើននិយាយតាក់ទងនឹងការផ្លឹកក្រោយពីការផ្លឹកហ្នឹងគាត់បានតាក់ទងនឹងការផ្លឹកហ្នឹងគាត់ថាចូលទៅដល់ទីឋានមួយដែលវាលសពងើបមកវាលភ្លឹងដើរអត់មានកោះអត់មានត្រីអីទេចូលថាវាលស្មៅមួយចុះដើរទៅអត់មានកោះត្រីអីទេហើយពីច្រើនគឺច្រើនតែលឺសលេងបងប្អូនដែលបានហៅអាហ្នឹងអាចនឹងបនកសលគាត់នៅអញ្ចឹងទៅបងប្អូនអាចនឹងមកវិញតាក់ទងនឹងការផ្លឹកអាចនឹងទូទៅខ្ញុំស្ដាប់ក្នុង channel ផ្សេងពីច្រើនឮតែដូចថាខ្ទង់3ថ្ងៃ4ថ្ងៃឯងអាចនឹងពួកគាត់ដឹងខ្លួនវិញហើយបងប្អូនយល់មិនដែរសង្ឃឹមថាបងប្អូននឹងចូលចិត្តសាច់រឿងមួយនេះអរគុណសម្រាប់ការទស្សនាហើយមួយវិញទៀតបងប្អូនដែលមានសាច់រឿងចង់ចែកម្លែកមកកាន់ចាស់ប្រាជ្ញអាចតាក់ទងមកកាន់ Telegram យើងបានហើយក៏សង្ឃឹមថាបងប្អូននៅតែបន្តជួយចុច like subscribe comment ការចូលរួមរបស់បងប្អូនគឺជួយយើងច្រើនមែនតើខ្ញុំមានតែប៉ុណ្្នឹងទេពីចាស់ប្រាជ្ញសូមអរគុណជួបគ្នានៅអេពីសូតក្រោយទៀត